បាទនៅសុកស្រាប់តែមើលវីដេអូក្នុង Facebook បានបាទវាជាប់អីមូលហេតុអីបាទអញ្ចឹងបងប្អូនមកដឹងអំពីការបិទមុខងារ Text and Photo ហ្នឹងបាទនៅពេលដែលយើងចង់មើលវីដេអូតើយើងចុចទៅលើសញ្ញា play ហ្នឹងហើយវាឲ្យយើងចុចកន្លែង use data ទើបយើងអាចធ្វើការមើលនៅវីដេអូនោះបានបាទបើមិនដូច្នោះទេយើងមិនអាចមើលបានទេបាទអញ្ចឹងដូចអញ្ចឹងតើយើងចុចលេខហ្នឹងអញ្ចឹងបងប្អូនចង់ដឹងសូមជួយមកតាមដានទស្សនាទាំងអស់គ្នាคลิปវីដេអូខ្លីរបស់ខ្ញុំនេះដូចតទៅបាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ដែលបានវិលត្រឡប់ជាថ្មីម្ដងទៀតហើយបាទថ្ងៃនេះខ្ញុំមានคลิปវីដេអូខ្លីមួយចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាបាទគឺសម្រាប់ account Facebook របស់យើងណាដែលយើងមើលអូសមើលទៅវាអាចជាប់use data បាទគឺវាតម្រូវឲ្យយើងទិញបាទអញ្ចឹងបងប្អូនមិនចាំបាច់ត្រូវទិញទេដោយសារយើងអាចដោះស្រាយបញ្ហានឹងបានបាទដូចបងប្អូនឃើញស្រាប់ហើយនេះបាទគឺពេលដែលយើងអូស scroll មើលទៅវាមានសញ្ញាចុច play ណាវាអត់ដូចទូរស័ព្ទដែលរបស់គេអត់បានជាប់អាហ្នឹងគេអូសទៅគឺវីដេអូហ្នឹងវា play តែម្ដងបាទវា play ហើយរបស់យើងពេលដែលអូសទៅគឺវាឲ្យយើងចុចចូលទៅប្រើប្រាស់ data អញ្ចឹងវាមានសញ្ញា play ចឹងបងប្អូនបាទឥឡូវខ្ញុំអូស scroll មើលបាទនេះដូចជាមានសញ្ញាអញ្ចឹងបងប្អូនបាទអញ្ចឹងតើតើយើងចុច play បានយើងអាចមើលបាននៅក្នុងវីដេអូហ្នឹងណាបាទនេះឥឡូវកន្លែងនេះមួយបាទឥឡូវខ្ញុំអូសម្ដងទៀតនេះដូចកន្លែងនេះចោះបាទអញ្ចឹងខ្ញុំចុច play កន្លែងហ្នឹងមួយឃើញទេបងប្អូនវាទាមទារឲ្យយើងចុចលេខ use data នេះបាទអញ្ចឹងវាបញ្ហានៅកន្លែងហ្នឹងអញ្ចឹងយើងមិនចង់ចូលទៅអញ្ចឹងទេយើងចង់ថាយើងអូសទៅគឺវា play ដល់អូតូតែម្ដងបាទអញ្ចឹងបងប្អូនអាចចុចនៅកន្លែងសញ្ញាសួរនៅផ្នែកខាងលើនេះក៏បានឬក៏បងប្អូនចុចកន្លែងសញ្ញាត្រី3ដែលមានរូប profile យើងណាបាទនៅក្នុងទូរស័ព្ទដៃរបស់បងប្អូនខ្លះកន្លែងនេះវាអត់មានសញ្ញាសួរនេះទេបាទអញ្ចឹងបើបងប្អូនអត់មានកន្លែងសញ្ញាសួរពណ៌ខ្មៅនោះទេបងប្អូនអាចចូលកន្លែងសញ្ញាត្រី3នេះបាទលើរូប profile account Facebook របស់យើងណាបាទអញ្ចឹងខ្ញុំចុចចូលនៅលើហ្នឹងមកបាទបន្តទៀតបងប្អូនអូស scroll ឡើងលើតិចមកបាទអូស scroll ហើយបងប្អូនស្វែងរកពាក្យថា setting and privacy បាទអញ្ចឹងបងប្អូនចុចទៅលើពាក្យ setting and privacy នេះបាទនៅពេលដែលបងប្អូនចុចចូលហើយបងប្អូនអូស scroll ទៀតបាទអូស scroll យើងនេះបាទបងប្អូនឃើញគេដាក់ mobile center smartphone បាទបើសិនជាបងប្អូនប្រើប្រព័ន្ធ smart វាដាក់ smart បាទប្រព័ន្ធ cell card វាដាក់ cell card នៅកន្លែងហ្នឹងណាបាទអញ្ចឹងយើងចុចចូលទៅលើពាក្យហ្នឹងមកបងប្អូនបាទចុចទៅលើពាក្យហ្នឹងបាទហើយបន្តទៀតបងប្អូនក្រឡេកទៅមើលផ្នែកខាងលើគឺវាមានសញ្ញារូបកងចក្រពណ៌ខ្មៅនេះអញ្ចឹងបងប្អូនចុចមកបាទបន្តទៀតបងប្អូនត្រូវចុចកន្លែងពាក្យ off into basic mode នេះបាទបងប្អូនចុចកន្លែងហ្នឹងដើម្បីយើងដោះវាបាទមកវាជាប់កន្លែងuse data បាទឥឡូវយើងចូលដល់នឹងហើយបាទហើយបន្តទៀតបងប្អូនចុច continue មកបាទអញ្ចឹងយើងបានធ្វើការដោះស្រាយវារួចរាល់ហើយបាទអំពីបញ្ហាជាប់use data ហ្នឹងណាឥឡូវយើងធ្វើការ refresh វាមួយសិនណាបាទយើងធ្វើការ refresh វាមួយសិនចាំមើលវាបាត់អត់អញ្ចឹងយើងអាច clear ក៏បានដែរបងប្អូនបាទឥឡូវយើងធ្វើការ clear សិន
បាទយើង clear ហើយយើងចូលមកក្នុង account Facebook របស់យើងម្ដងទៀតមកតើវានៅជាប់ទៀតដែរឬទេបាទឥឡូវវាបាត់ហើយបងប្អូនបាទឥឡូវយើងសាកល្បងអូស scroll ចុះមកអូសលេង Facebook ធម្មតាអញ្ចឹងណាហើយចាំមើលវា play ឬក៏វានៅជាប់អីចឹងទៅបាទនេះដូចអញ្ចឹងបងប្អូនឃើញទេពេលដែលយើងអូសមកដល់កន្លែងចំណុចវីដេអូហ្នឹងគឺវា play auto តែម្ដងបាទហើយមុនហ្នឹងតោះតែយើងចុចទៅលើសញ្ញាplay ទើបវាទើបយើងអាចមើលវីដេអូបានបងប្អូនបាទតើយើង play ទើបយើងអាចមើលវីដេអូបានតែឥឡូវអត់ទេគ្រាន់តែយើងអូសមកដល់កន្លែងណាដែលមានវីដេអូគឺវា play auto ឲ្យយើងមើលតែម្ដងបាទអញ្ចឹងបាទអញ្ចឹងคลิปវីដេអូខ្លីមួយនេះក៏ឈានមកដល់ទីបញ្ចប់ផងដែរបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់បាទអញ្ចឹងសូមជូនពរបងប្អូនបាទទាំងអស់គ្នាឲ្យមានសុខភាពល្អជួបតែសំណាងល្អហើយយើងនឹងជួបគ្នាคลิปវីដេអូក្រោយៗជាបន្តទៀតបាទសូមអរគុណសូមជម្រាបលា